តើទូមង្គមដែលជាអ្នកបម្រើរបស់ព្រះអង្គត្រូវរងចាំដល់ពេលណាទៀតទៅព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូមង្គមមនុស្សអួតបំប៉ោងមិនគោរពតាមក្រឹតវិន័យរបស់ព្រះអង្គទេគេនាំគ្នាជីករណ្ដៅដើម្បីឲ្យទូមង្គមធ្លាក់បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់សូមជួយទូបង្គំផងត្បិតគេបៀតបៀនទូបង្គំដោយឥតហេតុផលនៅតែបន្តិចប៉ុណ្ណោះគេនឹងប្រហារទូបង្គំឲ្យវិនាសសូន្យប៉ុន្តែទូបង្គំមិនបោះបង់ចោលព្រះឱវាទរបស់ព្រះអង្គឡើយសូមប្រទានឲ្យទូបង្គំមានជីវិតឡើងវិញដោយព្រះハរតីមេត្តាករុណាទូបង្គំនឹងប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គដែលបានបង្គាប់មកអោព្រះអង្គម្ចាស់អើយព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅនៅក្នុងស្ថានបរមសុខព្រះハរតីស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កលជាអង្វែងតរៀងទៅព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំហើយផែនដីក៏នៅស្ថិតស្ថេរដែរអ្វីសពសារពើនៅស្ថិតស្ថេររហូតមកដល់សពថ្ងៃដោយសារវិន័យរបស់ព្រះអង្គត្បិតអ្វីទាំងអស់សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គប្រសិនបើទូបង្គំមិនពេញចិត្តនឹងក្រឹតវិន័យរបស់ព្រះអង្គទេទូបង្គំមុខជារងទុក្ខវេទនាហើយវិនាសអន្តរាយជាមិនខានទូបង្គំនឹងមិនបំភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយត្បិតព្រះអង្គធ្វើឲ្យទូបង្គំមានជីវិតឡើងវិញដោយសារព្រះឱវាទនេះទូបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយសូមសង្គ្រោះទូបង្គំផងត្បិតទូបង្គំយកចិត្តទុកដាក់នឹងព្រះឱវាទរបស់ព្រះអង្គមនុស្សអាក្រក់រងចាំប្រហារជីវិតទូបង្គំតែទូបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គទូបង្គំឃើញថាសូម្បីអ្វីដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរប៉ុន្តែបទបញ្ជារបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនសោះឡើយទូបង្គំស្រឡាញ់ក្រឹតវិន័យរបស់ព្រះអង្គខ្លាំងណាស់ទូបង្គំសេចក្ដីគិតអំពីក្រឹតវិន័យនេះជារៀងរាល់ថ្ងៃបទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវត្បិតទូបង្គំរិះគិតពីក្រឹតវិន័យនេះជានិច្ច